ลักได้แตะตรงตัวหนึ่งปัญหาแบตเตอรี่นะผมหมายโอนคือสลักวิจับประเดิมสวัสดบ่าให้รูนโจขณีแบบนี้บ่าสระใบดาวนี่คือมีนปัญหาต่างอ๋อบาดคือเปียปอนตัวหนึ่งปอนหรือบ่าวเวียนะผมหมายองโอนจีกะสิโก้ហើយស្រូវនេះមកទល់ថ្ងៃនេះគឺមានអាយុ15ថ្ងៃហើយបាទស្រូវអាយុ15ថ្ងៃហើយបើយើងនិយាយពីពេលវេលាដែលតេតងត្រូវការប្រើប្រាស់ជីពេលវេលានេះគឺជាពេលវេលាមួយដែលល្អក៏ប៉ុន្តែបើយើងប្រើប្រាស់ជីទៅវាអត់ទទួលបានលទ្ធផលទេហេតុផលគឺដោយសារអីដោយសារតែប្រព័ន្ធឬបវិននេះមានបញ្ហាបាទមានការបំផ្លិចផ្លាញនេះក្នុងចំណោម3ដើមនេះបាទគឺមានដើមដែលអន់ជាងគេបាទអន់ជាងគេណាបាទនេះដើមដែលអន់ជាងគេនៅខាងនេះដើមអន់ជាងគេដើមដែលមានបញ្ហាប្រព័ន្ធឬខ្លាំងបាទឬថ្មីស្ទើរតែមិនដោះបាទហើយចំណែកពីដើមនេះវាឬចាស់វាបានពុកទៅមែនប៉ុន្តែវាមានដោះបន្លកនៅឬថ្មីបាទដោះបន្លកឬថ្មីបាទអញ្ចឹងវានឹងធ្វើការផ្លាស់ប្ដូររឿងនេះហើយពាក់ព័ន្ធនឹងការផ្លាស់ប្ដូររឿងនេះក្រោយពេលដែលយើងប្រើថ្នាំបាទព្យាបាលក៏ដូចជាបណ្ដេញឬក៏បង្អត់អាហារពពួកបាក់តេរីដែលវាបំផ្លាញប្រព័ន្ធរឿងនេះបានហើយ3ទៅ5ថ្ងៃក្រោយមកយើងបាចជីហើយឬថ្មីក្នុងរយៈពេលដែលយើងបាញ់ថ្នាំបាក់តេរីនឹងរួចហើយណាបាទគឺរឹសចាប់ដើមដោះចន្លោះពេល3ទៅ5ថ្ងៃក្រោយមកទៀតអញ្ចឹងយើងបាចជីបាទអញ្ចឹងសួរថាជីដែលយើងត្រូវបាចយើងបាចជីអីខ្លះបាទគឺប្រភេទជីដែលជំនួយទៅដល់ប្រព័ន្ធរឹសឲ្យប្រព័ន្ធរឹសនេះរីកធំកាលណាដែលប្រព័ន្ធរឹសរីកធំការលូតលាស់នៃដងដើមមកវាហ្នឹងក៏ធំល្អបាទហើយនៅក្នុងដំណាក់កាលនេះគឺវាអត់តន់បំបែកគុំទេពុកម៉ែបងប្អូនគោលដៅសំខាន់របស់វាផ្ដោតទៅលើការដុះលូតលាស់នៃរឹសបាទដុះលូតលាស់នៃរឹសបន្ទាប់មកទៀតវាចាប់ផ្ដើមពង្រឹងដងដើមរបស់វាបាទអញ្ចឹងសួរថាតើពាក់ព័ន្ធទៅនឹងបាក់តេរីដែលបំផ្លាញហ្នឹងវានឹងផ្ដល់រោគសញ្ញាអីខ្លះចំពោះដំណាំស្រូវយើងតទៅមុខទៀតបាទអញ្ចឹងនៅក្នុងដំណាក់កាលនេះបើសិនជាយើងអត់បានព្យាបាលវាបានតាន់ពេលវេលាទេស្រូវនេះបាទនឹងត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំគីមីហើយពេលដែលប្រើខ្លាំងមែនទែនទៅធ្វើឲ្យស្រូវនោះពុលថ្នាំនឹងទៀតអញ្ចឹងកាលណាដែលវាពុលធ្វើឲ្យវាត្រឹងធ្វើវាឲ្យវាអត់លូតលាស់ហើយចំណែកប្រព័ន្ធរឹសវាគឺខូចតិចអស់ហើយហ្នឹងបើយើងព្យាបាលអត់តាន់ណាពពួកបាក់តេរីហ្នឹងបាទហើយស្រែមួយនោះដែលខ្ញុំបានមើលចុះមើលមិញដកគឺអត់មានរឹសថ្មីទេគឺរឹសងាប់អស់ហើយរឹសទៅជាក្រៀមបាទនេះគឺរឹសនៅមានសំណើមរឹសនៅមានដង្ហើមបាទរឹសនៅមានជីវិតបាទគឺវានៅបែបហ្នឹងតែស្រែនោះគឺរឹសវាអត់មានទេគឺរឹសលក្ខណៈបែបនេះបាទឬលក្ខណៈបែបនេះទាំងអស់តែម្ដងហើយស្រូវមានដង្ហើមហើយបាទដង្ហើមតូចហើយគឺប្រព័ន្ធរឹសបែបនេះអញ្ចឹងសួរថាតើវាមានកម្លាំងទេដល់ពេលហ្នឹងយើងម្ចាស់យើងធ្វើម៉េចរោថ្នាំមកបាញ់ទៅវាមិនជួយព្យាបាលបានទេប៉ុន្តែវាទៅជាត្រឹងវាទៅជាពុលបាទហៅ stress ណាមានន័យថាវាមានជាតិពុលខ្លាំងអញ្ចឹងការចេញគូមកការចេញផ្លែមកក៏ទូទៅតាមហ្នឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងមិនថាចំពោះស្រូវមិនថាតែស្រូវOM 51 54មិនថាតែស្រូវម្លិះស្រូវរំដួលស្រូវសង្ហែបាទត្រូវអីទេគឺនៅដំណាក់កាលអាយុប៉ុណ្ណឹងគឺបញ្ហាដែលកើតឡើងចំពោះវាគឺមានតែបញ្ហាពពួកបាក់តេរីទេអញ្ចឹងរោគសញ្ញាក្រោយពីបំផ្លាញប្រព័ន្ធឬវាហើយតើយើងសង្កេតទៅលើស្លឹកវាយ៉ាងម៉េចបាទពាក់ព័ន្ធនឹងស្លឹកបាទស្លឹកដែលតាក់ទងទៅនឹងបញ្ហាបាក់តេរីណាបងប្អូនគឺស្លឹកវាចាប់ផ្ដើមបាទក្រៀមស្វិតបាទហើយរូញចូលគ្នាបែបនេះបាទរូញចូលគ្នាបែបនេះគឺមានន័យថាសារធាតុចិញ្ចឹមគឺត្រូវបានខ្សោះហើយបាទត្រូវបានខ្សោះហើយគឺវាទៅជាបែបនេះបាទហ្នឹងណាហើយម្ចាស់គាត់ដំបាញ់គឺគាត់មើលឃើញថាស្រូវគាត់ល្អហើយស្រូវគាត់អត់មានបញ្ហាទេដោយសារគាត់ឈោមើលខាងលើភ្លឺស្រែណាតែខ្ញុំចុះមកចូលនៅក្នុងស្រែផ្ទាល់ហើយខ្ញុំដកយកបង្ហាញឲ្យគាត់មើលបាទអញ្ចឹងឃើញថាស្រូវរបស់គាត់មើលឃើញដូចអ្វីដែលខ្ញុំបានបង្ហាញគាត់អញ្ចឹង
ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធឬខ្លាំងគឺស្លឹកវាស្វិតស្លឹកវារួមតាមធម្មតាស្រូវដែលមានស្លឹកសុខភាពល្អប្រៀបបានទៅនឹងស្លឹកឧទាហរណ៍ស្លឹកស្មៅមួយនេះចឹងបាទនេះគឺមានន័យថាវាមានសុខភាពល្អហើយមានទាំងទ្រនុងស្លឹកក៏ក្រាស់បាទហើយរោមស្លឹកក៏មានច្រើនអានេះសម្រាប់ស្រូវដែលមានសុខភាពល្អណាបាទហើយអ្វីដែលសំខាន់ដោយឡែកស្រូវដែលមានសុខភាពល្អគឺស្លឹកវាធំល្អបាទវាអត់មានរូមអត់មានរូញដូចស្រូវយើងនេះទេបាទស្រូវយើងគឺរូមបាទរូមតូចដោយសារអីសតាភាពស្ងួននៃពពួកបាក់តេរីនឹងតែម្ដងអញ្ចឹងអានេះវានឹងបន្តកើតរោគនៅអាយុមួយខែឡើងពេលដែលប្រព័ន្ធឫសនេះវារលួយអស់ស្លឹកវាចាប់ផ្ដើមខំតាមអាសតបវានឹងហើយឡើងដល់បណ្ដូលកណ្ដាលដែលកសិករយ៉ាងភាគច្រើនគាត់ហៅថាជំងឺក្រាបាទអានេះសម្រាប់ភាសាកសិករណាបាទតែសម្រាប់ភាសាបច្ចេកទេសក្រោយពេលដែលបាក់តេរីនេះវាបំផ្លាញរួចបាទវានឹងធ្វើឲ្យពុកធ្វើឲ្យផុយឫសរបស់វាអស់ទៅជារលួយឫសទៅជារលួយគល់បាទគេហៅថាជំងឺពុកឫសជំងឺរលួយគល់ដែលបង្កឡើងដោយផ្សិតដែលចូលមកបំផ្លិចបំផ្លាញក្រោយពេលដែលបាក់តេរីវាបឺតស្រូបយកសារធាតុចិញ្ចឹមអស់នៅក្នុងឫសបាទវានឹងកើតជាជំងឺផ្សិតមួយទៀតបាទហើយពេលដែលវាកើតទៅជាជំងឺផ្សិតវានឹងបង្កឲ្យឃើញនៅក្នុងផ្ទៃស្រែរបស់យើងទាំងមូលហ្នឹងទៅជាស្វិតទៅជាសពូនបាទអានេះបើសិនជាដល់ដំណាក់កាលធ្ងន់ធ្ងរជាងនេះទៀតគឺគាត់អត់អាចសង្គ្រោះទៅតាមលក្ខណៈប្រើប្រាស់ថ្នាំធម្មជាតិថ្នាំសរីរាង្គបានទេគឺគាត់ត្រូវប្រើប្រាស់ថ្នាំគីមីបាទបានអាចសង្គ្រោះបានអញ្ចឹងចំពោះស្រូវរបស់គាត់មួយនេះគឺ20 ទៅ 30% ទេផលប៉ះពាល់ណាបាទអញ្ចឹងគាត់ប្រើប្រាស់ថ្នាំធម្មជាតិបាទគឺធ្វើឲ្យទប់ស្កាត់និងព្យាបាលបានជាសះស្បើយប្រព័ន្ធឫសដុះថ្មីដងដើមលូតលាស់ថ្មីស្លឹកលាស់ថ្មីសុខភាពល្អឡើងវិញបាទនេះក្នុងករណីដែលយើងព្យាបាលឲ្យបានទាន់ពេលវេលាបាទអញ្ចឹងពុកម៉ែបងប្អូនសម្រាប់វីដេអូតាក់ទងនឹងស្រូវអាយុពីដុះរហូតដល់1ខែគឺបញ្ហាបែបនេះហើយដំណោះស្រាយដោយបានជម្រាបជូនអញ្ចឹងបើដំណាក់កាលស្រាលមិនធ្ងន់ធ្ងរទេយើងប្រើតែថ្នាំបាទធម្មជាតិសរីរាង្គបាទសញ្ញារាជសីមកព្យាបាលវាទៅគឺជាសះស្បើយតែម្ដង